បានពរញាតិញោមហើយនេះគឺជារូបភាពនៅក្នុងវត្តអង្គទេពសាការរាមហើយមិនមានអ្វីជាទីពឹងអីប្រមាណទេញាតិញោមដោយសារវាអត់មានក្រទេគឺអត់តែម្ដងចឹងណាចឹងក្រោយពេលដែលដឹងថាអត់ហើយញាតិញោមបានស្ដាប់ឮហើយសូមមេត្តាអញ្ជើញចូលរួមផងមុនរដូវចូលវស្សាមកដល់សំខាន់នៅទីនេះអត់មានភ្លើងរត់ប្រើទេប្រើតែម៉ាស៊ីនចឹងត្រូវការម៉ាសូតចាក់ម៉ាស៊ីនបំភ្លឺក្នុងរាត្រីនេះញោមចឹងសូមមេត្តាជួយផងចម្រើនពរចឹងកុំឲ្យខាតពេលត្រឡប់មកតាមដានសិក្សាមេរៀនបន្តមកដល់ពាក្យថាការគួរសង្កេតគរុកម្មមានទម្ងន់ធ្ងន់ណាស់អាចកត់សម្គាល់ឧបនិស្ស័យនៃកម្មចាស់ចេញបានអាសនកម្មប្រៀបដូចជាគោចាស់មានកម្លាំងខ្សោយឈរក្បែរទ្វារក្រោលបើគេបើកទ្វារក្រោលត្រូវតែបានចេញមុនគេប៉ុន្តែបើអាសនកម្មមានកម្លាំងខ្សោយពេកអាចិនកម្មប្រៀបដូចជាគេមានកម្លាំងមធ្យមនៅឆ្ងាយបន្តិចនោះអាចចេញមកបានមុនអាសនកម្មដែរទោះបីអាសនកម្មឲ្យផលមុនអាចិនកម្មក៏ដោយក៏មានផលស្រាលនឹងរយៈពេលខ្លីជាងអាចិនកម្មដែរអត្តកម្មណាអត្តកម្មឯកអត្តកដតកម្មសំបីអត្តចេតនាណាអត្តចេតនាកម្មឲ្យផលតាមលំដាប់ពេលវេលា4យ៉ាងគឺ1ទិដ្ឋធម្មវេទនីយកម្មកម្មឲ្យផលក្នុងបច្ចុប្បន្នជាតិនេះ2ឧបច្ចវេទនីយកម្មកម្មឲ្យផលបន្ទាប់ពីជាតិបច្ចុប្បន្នគឺក្នុងជាតិទី2 3អបរាបរិយវេទនីយកម្មកម្មឲ្យផលបន្ទាប់ពីជាតិទី2រាប់តាំងពីជាតិទី3រហូតទៅមានឱកាសពេលណាឲ្យផលពេលនោះ4អហោសិកម្មកម្មដែលមិនឲ្យផលទិដ្ឋធម្មវេទនីយកម្មកម្មឲ្យផលក្នុងបច្ចុប្បន្នជាតិនេះមានទាំងល្អមានទាំងអាក្រក់ចម្រើនពរ